ជំរាបសួរកូនជាទីស្រឡាញ់ថ្ងៃនេះជួបមានអ្នកគ្រូសាស្ត្រជាថ្មីសុខសប្បាយកូនអរគុណព្រះសម្រាប់សេចក្តីសុខសាន្តថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅមុខវិជ្ជាភាសាខ្មែរថ្នាក់ទី3ដែលយើងនឹងរៀនអំពីចាពន្យល់ពាក្យហើយជាពន្យល់ពាក្យរបស់អ្នកគ្រូថ្ងៃនេះអ្នកគ្រូបានលើក3ពាក្យយកមកពន្យល់កូនទាំងអស់គ្នាចាពាក្យទី1គឺភ្លើងសញ្ញាចរាចរណ៍ចាពាក្យថ្មើរជើងពាក្យមហាវិថីចាអញ្ចឹងយើងនឹងរៀនជាមួយគ្នាតាមពាក្យនីមួយៗវាមានថ្នាក់ពាក្យជាអីហើយវាមានអត្ថន័យយ៉ាងដូចម្តេចចាភ្លើងសញ្ញាចរាចរណ៍ថ្នាក់ពាក្យរបស់វាគឺជានាមអញ្ចឹងអត្ថន័យរបស់វាគឺមានន័យថាយ៉ាងម៉េចកូនជាភ្លើងសម្រាប់បញ្ជាការធ្វើដំណើរទៅមកដែលមាន3ពណ៌ចាដើម្បីសម្រួលការធ្វើដំណើរកុំឲ្យមានការកកស្ទះឬមានគ្រោះថ្នាក់ចាម្ដងទៀតភ្លើងសញ្ញាចរាចរណ៍ថ្នាក់ពាក្យវាគឺជានាមចាមានន័យថាជាភ្លើងសម្រាប់បញ្ជាការធ្វើដំណើរទៅមកដែលមាន3ពណ៌យើងដឹងហើយមានក្រហមលឿងនិងបៃតងចាដើម្បីសម្រួលការធ្វើដំណើរកុំឲ្យមានការកកស្ទះឬមានគ្រោះថ្នាក់ចាយើងទាន់ទេចាភ្លើងសញ្ញាចរាចរណ៍គឺជាភ្លើងសម្រាប់គេដាក់នៅតាមផ្លូវដែលមានផ្លូវបំបែកជា3ជា4កន្លែងដែលមានទីប្រជុំជនអ៊ូអរណាកូនគេដាក់ភ្លើងសញ្ញានេះដើម្បីសម្រួលទៅដល់ការធ្វើដំណើរចាចឹងពាក្យថ្មើរជើងចាពាក្យថ្មើរជើងថ្នាក់ពាក្យរបស់វាគឺជាកិរិយាចាវាមានន័យថាការធ្វើដំណើរដោយដើរចាយើងនឹងឲ្យថាថ្មើរជើងថ្នាក់ពាក្យវាគឺជាកិរិយាអញ្ចឹងវាមានន័យថាការធ្វើដំណើរដោយដើរអញ្ចឹងដោយជើងយើងទាំងពីរណាកូនអត់មានយានជំនិះម៉ូតូឡានកង់អីទេគឺយើងធ្វើដំណើរដោយជើងទាំងពីររបស់យើងដើរទៅហ្នឹងហើយថាថ្មើរជើងចាពាក្យមហាវិថីចាថ្នាក់ពាក្យវាគឺជានាមចាមានន័យថាផ្លូវធំនៅក្នុងរាជធានីភ្នំពេញចាអញ្ចឹងមហាវិថីថ្នាក់ពាក្យរបស់វាគឺជាកិរិយាហើយវាមានន័យថាផ្លូវធំនៅក្នុងរាជធានីភ្នំពេញដូចជាឧទាហរណ៍អ្នកគ្រូលើកឡើងផ្លូវវិមានឈ្នះចាផ្លូវព្រះនរោត្តមចានោះគឺជាផ្លូវដែលធំនៅក្នុងរាជធានីភ្នំពេញណាមហាវិថីមានន័យដូចនេះកូនណាចាជាអ្នកគ្រូសង្ឃឹមថាមេរៀននេះនឹងជួយកូនអរគុណសូមព្រះប្រទានពរគុណ